ការបំបើកូនស្វាយចន្ទីឬតត្រួយជាទូទៅមានវិធីជាច្រើនក្នុងការបំបើឬតត្រួយស្វាយចន្ទីហើយវិធីនីមួយៗអាចមានប្រសិទ្ធភាពអាស្រ័យលើការស្ទាត់ជំនាញនិងការវឹកហាត់របស់អ្នកអនុវត្តផងដែរហើយនៅក្នុងនោះវិធីតត្រួយឬបំបើតាមការសកត្រួយតភ្ជាប់ជាវិធីដែលមានប្រសិទ្ធភាពខ្ពស់និងងាយស្រួលអនុវត្តក្នុងការបំបើឬតត្រួយស្វាយចន្ទីទី1ហ្នឹងគឺការជ្រើសរើសត្រួយនិងកូនទម្រះត្រួយដែលជ្រើសរើសសម្រាប់យកមកបំបើត្រូវតែមានអាយុយ៉ាងហោចណាស់2ខែមានពណ៌បៃតងគ្មានការបំផ្លាញពីសត្វល្អិតនិងជំងឺហើយត្រូវកាត់ស្លឹកចេញពីត្រួយដែលបានជ្រើសរើសនៅលើដើមពី1ទៅ2សប្តាហ៍មុនយកមកបំបើហើយចំណុចមួយទៀតហ្នឹងគឺកូនតម្រសម្រាប់យកមកបំបើហ្នឹងគឺត្រូវជ្រើសរើសយកកូនស្វាយចន្ទីដែលមានអាយុ2ខែហើយមានសុខភាពល្អរឹងមាំនិងគ្មានការបំផ្លាញពីសត្វល្អិតនិងជំងឺហើយចំណុចទី2ហ្នឹងគឺវិធីសាស្ត្រអនុវត្តការបំបើតត្រួយទី1ហ្នឹងគឺយកកូនតម្រត្រូវកាត់ស្លឹកចេញឲ្យអស់ទុកតែ2គូក្រោមគេបំផុតហើយចំណុចទី2ហ្នឹងគឺកាត់ចុងកូនតម្រហ្នឹងទុកប្រវែង15សង់ទីម៉ែត្រពីដីរួចយកកាំបិតមុតពុះចំកណ្ដាលដើម្បីកាត់រួចហើយជម្រៅប្រមាណ3ទៅ5សង់ទីម៉ែត្រទី3ហ្នឹងគឺកាត់ត្រួយពីដើមមេពូជប្រវែងប្រមាណ10ទៅ15សង់ទីម៉ែត្ររួចយកមកចិតជារាងអក្សរ V ហើយប្រវែង3ទៅ5សង់ទីម៉ែត្រដោយលៃយ៉ាងណាឲ្យសម្បកនៅជាប់ទាំងសងខាងនិងមុខចិតត្រូវតែរាបស្មើចំណុចទី4ហ្នឹងគឺត្រូវយកត្រួយដែលចិតរួចសកចូលទៅក្នុងកូនតម្រដែលពុះរួចនោះឲ្យលឿនតាមដែលអាចធ្វើទៅបាននិងលៃយ៉ាងណាឲ្យសម្បកម្ខាងនៃត្រួយស្វាយចន្ទីនឹងស្មើគ្នានឹងសម្បកកូនតម្រដើម្បីឲ្យស្រទាប់សម្បកត្រួយស៊ីគ្នាទី5ហ្នឹងគឺត្រូវយកថង់ផ្លាស្ទិកដែលស្ដើងសម្រាប់រុំពេលបំបើកូនឈើរុំចងនៅកន្លែងមុខតឲ្យតឹងរួចរុំក្របដល់ចុងត្រួយការពារការចូលទឹកនិងការបំភាយចំហាយទឹកចំណុចទី6ហ្នឹងគឺការបំបើកូនបំបើត្រូវធ្វើឡើងនៅកន្លែងថ្នាំបណ្ដោះនិងមានម្លប់សមស្របចំពោះកូនដែលបំបើរួចត្រូវដាក់នៅកន្លែងម្លប់រយៈពេល15ថ្ងៃចំណុចទី7នោះគឺកូនបំបើរួចនេះត្រូវទុកនៅកន្លែងបណ្ដោះដល់រដូវដាំលើកក្រោយហើយដំណាក់កាលនេះបើមានកូនបន្លកដោះចេញពីកូនតម្រត្រូវកាត់វាចេញហើយចំណុចចុងក្រោយហ្នឹងគឺថង់ផ្លាស្ទិកដែលរុំហ្នឹងត្រូវកាត់វាចេញនៅពេលដែលបំបើរួចបាន3ទៅ4ខែហើយអាចយកវាទៅដាំបាននៅពេលបន្ទាប់អញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចំណុចអីអាច comment នៅខាងក្រោមបានអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ